angle របស់យើងនៅខាងណាយើងផ្ដោតសំខាន់ទៅលើប្រធានបទបែបណាមួយអីចឹងទៅប្រធានបទដែលតាក់ទងនឹងស្ត្រីហើយកុមារហើយសង្គមជារួមគំនាបប្រពៃណីអីចឹងយើងមិនទៅផ្ដល់ការវិនិច្ឆ័យណាមួយទេស្ដាប់ហើយមានអារម្មណ៍ថាអូមោទនភាពណាដែលយើងមានផលិតករដែលបានគិតគូរទៅដល់ចំណុចទាំងអស់ហ្នឹងមុននឹងផលិតសាច់រឿងចេញមកនិយាយទៅការសរសេរសាច់រឿងអីផ្សេងៗហ្នឹងវាធ្វើឲ្យយើងនឹងចាប់ផ្ដើមមានការស្រាវជ្រាវលែងយកបញ្ហាផ្ទាល់ខ្លួនរបស់យើងហ្នឹងទៅគិតច្រើនហើយបានន័យថានៅពេលដែលយើងជួបរឿងជាច្រើនឬក៏អ្នកដែលគាត់ជួបបញ្ហានៅក្នុងជីវិតគាត់ដែលជ្រៅជាងយើងដែលគាត់សឹងតែមិនអាចរកផ្លូវចេញបានអីហ្នឹងវាផ្ដល់គេហៅថាជាកម្លាំងចិត្តមួយមកឲ្យយើងថាតើយើងអាចជួយពួកគាត់តាមបែបណាក្នុងនាមយើងជាអ្នកតែងនិពន្ធកុនមួយនឹងវាមានរយៈពេលរាប់រយរាប់ពាន់ឆ្នាំទោះជាយើងស្លាប់ទៅក៏ដោយតែស្នាដៃរបស់យើងនៅមានជំរាបសួរសូមស្វាគមន៍មកកាន់កម្មវិធីម៉ុងប៉ាគួរក្លេដែលថ្ងៃនេះយើងមានភ្ញៀវកិត្តិយសដ៏ស្រស់ស្អាតរបស់យើងគឺបងស្រីសោភាហើយនឹងបានជជែកគ្នាពីមុននឹងយើងចូលមកដល់កម្មវិធីគឺមានរឿងជាច្រើនដែលយើងចាប់អារម្មណ៍ហើយឥឡូវនេះបងសោភាគាត់ក៏នឹងចែករំលែកនៅរឿងដ៏ល្អដែលជាបទពិសោធន៍មួយដែលជាប្រយោជន៍សម្រាប់អ្នកទស្សនាកម្មវិធីរបស់យើងផងដែរអញ្ចឹងមុននឹងចាប់ផ្ដើមកម្មវិធីរបស់យើងចង់ជម្រាបសួរទៅកាន់បងស្រីបងសុខសប្បាយទេបងចាជំរាបសួរអូនចាសុខសប្បាយអូនអរគុណដែលផ្ដល់វត្តមានឲ្យបងនៅក្នុងថ្ងៃនេះចាអរគុណច្រើនបងជាកិត្តិយសរបស់បងអូនឯងដែលបងអញ្ជើញចូលរួមពីព្រោះថាពេលដែលបងផ្ញើសារទៅបងណាបងតបមកភ្លាមរំភើបពេលហ្នឹងរំភើបខ្លាំងជាការពិតរំភើបថាបងភីគាត់ចូលរួមមែនអីចឹងវាធ្វើក្នុងចិត្តអត់យល់សពរំភើបខ្លាំងមែនតើបងចាទេអូនអរគុណច្រើនមែនតើដែលចាប់អារម្មណ៍ការងាររបស់បងជាពិសេសនៅក្នុងវិស័យភាពយន្តរបស់យើងដែរអញ្ចឹងណាអញ្ចឹងក៏ឆ្លើយតបទៅអូនទៅពីព្រោះគាត់ថាវានឹងមានសារៈប្រយោជន៍ខ្លះដើម្បីចែករំលែកជូនដល់ទស្សនិកជនយើងដែលជាពិសេសយុវជនរបស់យើងដែលគាត់ចាប់អារម្មណ៍នៅក្នុងវិស័យភាពយន្តរបស់យើងណាចាបងចាបងអូនបានត្រៀមសំណួរច្រើនមែនទែនសម្រាប់សួរបងប៉ុន្តែមុននឹងចាប់ផ្ដើមសួរបងចង់ឲ្យបងជួយណែនាំខ្លួនបន្តិចសិនដើម្បីឲ្យអ្នកទស្សនាកម្មវិធីរបស់យើងគាត់អាចស្គាល់បងកាន់តែច្បាស់ចាបងចាសូមជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះកឹមសុភាជាអ្នកដឹកនាំរឿងនិងជាអ្នកនិពន្ធរឿងឯករាជ្យមួយរូបនៅក្នុងប្រទេសកម្ពុជាចាអរគុណច្រើនបងប្អូនប្រហែលស្គាល់បងពីមុនមកហើយបងដូចជានិមិត្តរូបមួយសម្រាប់ប្អូនដែរចាអូនចាប្អូនចាប់អារម្មណ៍ដោយសារបងគឺជាអ្នកដឹកនាំរឿងផងជាអ្នកនិពន្ធរឿងផងអញ្ចឹងជាទេពកោសល្យមួយដ៏អស្ចារ្យពីព្រោះមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានដូចបងទេចាប្អូនចង់សួរទៅបងថាតើអ្វីទៅដែលជាកត្តាជំរុញឲ្យបងហ្នឹងចង់ក្លាយទៅជាអ្នកដឹកនាំរឿងចាប់ផ្ដើមអាជីពជាអ្នកនិពន្ធរឿងរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងអឺអ្វីដែលជាកត្តាធ្វើឲ្យបងចាប់អារម្មណ៍នៅក្នុងការសរសេរនិងការដឹកនាំរឿងចាបងគាត់ថាពីដើមដំបូងបំផុតគឺជីវិតចាបងចាជីវិតវាធ្វើឲ្យមានការបំផុសគំនិតជាច្រើនមកដល់យើងក្នុងនាមយើងជាអ្នកនិពន្ធនិងក្នុងនាមយើងជាអ្នកស្រឡាញ់អឺចង់និយាយថានៅតាក់ទងនៅក្នុងសង្គមរបស់យើងទាំងមូលអញ្ចឹងណាអញ្ចឹងមិនមែនតែជីវិតយើងទេដោយសារបងកើតក្រោយសម័យសង្គ្រាមអឺអញ្ចឹងយើងជួបបញ្ហាជាច្រើនការខ្វះខាតការរស់នៅរបស់យើងអឺដោយអូនបានដឹងអញ្ចឹងបងទៅធំធាត់នៅក្នុងមណ្ឌលកុមារកំព្រាអីអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងជួបបញ្ហាច្រើនបងចាប់ផ្ដើមឃើញថាទម្រង់សិល្បៈរាប់ទាំងការគូរគំនូរព្រោះចូលចិត្តតាំងពីតូចមកគឺចូលចិត្តគូរគូរគំនូរចម្រៀងរបាំបុរាណឬក៏សម័យក៏ដោយតែបងចូលចិត្តរបាំបុរាណរបាំប្រពៃណីអញ្ចឹងណាហើយនៅក្នុងពេលដែលយើងធំនៅក្នុងមណ្ឌលហ្នឹងគឺយើងបានមានឱកាសទទួលការបណ្ដុះបណ្ដាលខាងសិល្បៈនឹងច្រើនដែរតែពេលហ្នឹងក៏យើងមិនដឹងថាយើងចង់ក្លាយទៅជាអ្នកដឹកនាំរឿងអីដែរគ្រាន់តែយើងស្រឡាញ់សិល្បៈហ្នឹងនៅពេលកាលណាសិល្បៈចូលមកក្នុងជីវិតយើងច្រើនយើងមានអារម្មណ៍ថាយើងរស់នៅក្នុងពិភពលោកមួយដែលស្អាតហើយយើងអត់សូវអឺផ្ដោតគំនិតចង់និយាយថាអវិជ្ជមាននៅលើសម្រាប់ខ្លួនឯងណាអញ្ចឹងទៅ
ក៏គិតថាសិល្បៈហ្នឹងវាជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតហើយពេលហ្នឹងក៏បងចូលចិត្តសរសេរដែរអញ្ចឹងនៅពីទូចហ្នឹងគឺចូលចិត្តអក្សរសាស្ត្រអក្សរសិល្ប៍ហ្នឹងខ្លាំងអញ្ចឹងទៅក៏ហ្នឹងហើយជីវិតរបស់យើងហ្នឹងក៏ដូចថានាំឲ្យយើងហ្នឹងក្លាយទៅជាចូលនៅក្នុងវិស័យភាពយន្តដោយចៃដន្យទៀតហើយក៏ក្លាយក៏ក្រោយពីយើងដឹងចូលក្នុងវិស័យភាពយន្តហ្នឹងទៅយើងចាប់ផ្ដើមដឹងថាអូយើងចូលចិត្តខាងនេះយើងចូលចិត្តខាងការសរសេរ script ហ្នឹងអញ្ចឹងក៏យើងពុតលុតដំរបស់ខ្លួនរបស់យើងហ្នឹងសមត្ថភាពរបស់យើងហ្នឹងទៅតាមហ្នឹងទៅ ចាប្អូនចង់សួរទៅកាន់បងដែរថាក្នុងចំណោមសាច់រឿងភាពយន្តដែលបងបានផលិតទាំងអស់ហ្នឹងតើរឿងមួយណាដែលដក់ជាប់នៅក្នុងចិត្តក្នុងបេះដូងបងខ្លាំងជាងគេ? អឺរាប់តាំងពីឆ្នាំ2018មកនិយាយទៅបងសរសេររឿងប្រហែលជាជាង20ហើយជាង20ហ្នឹងតែនៅក្នុងចំណោម20ហ្នឹងគឺយើងមានសំណាងមានចំណងរឿងដែលមានចំណងជើង3ដែលទទួលការផលិតហើយវាដូចថាវាចេញជារូបរាងណានៅលើ screen ចាបង ចាអញ្ចឹងក្នុង3ហ្នឹងបានន័យថាជាកុនដែលបងគិតថាវាមានសារៈសំខាន់វាមានអ្វីម្យ៉ាងដែលបងស្រឡាញ់ចាដែលបងចាប់អារម្មណ៍ខ្លាំងអញ្ចឹងណាហើយនឹងក្នុងរយៈពេលហ្នឹងគឺថាយើងផ្ដោតចិត្តរបស់យើងហ្នឹងទៅលើភាពយន្ត3ហ្នឹងដែលជាតែវាមិនមែនកើតដំណើរគ្នាទេវាគំនិតកុនមួយៗហ្នឹងវាកើតនៅក្នុងពេលខុសៗគ្នាអញ្ចឹងណាចាបងដូចកាលពីឆ្នាំ2018ហ្នឹងបងបានសរសេររឿងមួយដែលមានចំណងជើងថាស្លាប្រផេះអឺរឿងហ្នឹងគឺនិយាយតាក់ទងនឹងជម្រើសរបស់ស្ត្រីនៅក្រោមសម្ពាធប្រពៃណីអីអញ្ចឹងទៅដោយដូចថាការជ្រើសរើសនៅក្នុងជីវិតរបស់គាត់ហ្នឹងវាបើទោះជាគាត់ចង់ហោះហើរឆ្ងាយយ៉ាងណាក៏ដោយគឺគាត់ដូចថាមានខ្សែមួយចាពីបងប្រពៃណីហ្នឹងចងជើងគាត់ជាប់អញ្ចឹងវាធ្វើឲ្យការសម្រេចចិត្តរបស់គាត់សម្រាប់ជីវិតរបស់គាត់ហ្នឹងអឺវាមានអីដែលវាស៊ាំញ៉ាំណាចាបងហ្នឹងហើយអាហ្នឹងរឿងហ្នឹងមួយហើយក្រោយមកទៀតគឺបងបានសរសេររឿងអឺគេហៅថាចំណងជើងសំនៀងផ្កាលើវាលខ្សាច់ដែលរឿងនេះយើងនិយាយផ្ដោតសំខាន់ទៅលើជនរងគ្រោះពីការរំលោភបំពានផ្លូវភេទអញ្ចឹងយើងចង់អឺយើងក្នុងគំនិតរបស់បងហ្នឹងគឺដោយសារការសាច់រឿងបែបនេះគឺគេបានផលិតច្រើនដងហើយនិយាយទៅតែគេតែងតែយករូបភាពដែលឈឺចាប់របស់ជនរងគ្រោះហ្នឹងមកបង្ហាញនៅលើកញ្ចក់ដូចថានៅលើកញ្ចក់ទូរទស្សន៍ឬក៏ចាបងការផ្សព្វផ្សាយអញ្ចឹងណាអញ្ចឹងអារូបភាពហ្នឹងវាដូចជាគាស់សម្រាប់បងវិញវាជាការគាស់រំលើងមកវិញនៅភាពឈឺចាប់របស់គាត់ដែលគាត់មិនចង់ឃើញអញ្ចឹងសំនៀងផ្កាលើវាលខ្សាច់នេះបងចង់ផ្ដោតពីសេចក្តីស្រឡាញ់របស់គាត់វិញដែលធ្វើឲ្យគាត់នឹងអាចរស់រានដែលគាត់នឹងប្រឹងប្រែងតស៊ូបើទោះជាគាត់ត្រូវលាក់បាំងមុខពីសង្គមក៏ដោយអញ្ចឹងចាណាឬក៏ដោយសារសង្គមមិនឲ្យតម្លៃពួកគាត់ហើយគេហៅថាដាក់ការវិនិច្ឆ័យមួយទៀតទៅលើពួកគាត់ទោះជាដោយពួកគាត់ជាជនរងគ្រោះហើយអឺត្រូវបានគេធ្វើបាបហើយសង្គមជន់ឈ្លីឬក៏មើលងាយមិនទទួលស្គាល់អគាត់ទៀតណាអញ្ចឹងអានឹងវាជាអីដែលគេហៅថាសម្ពាយរបស់គាត់អញ្ចឹងសាច់រឿងនេះនិយាយទៅគឺបងចូលចិត្តដក់ខ្លាំងជាងគេហ្មងហើយវាបងប្រើរយៈពេលប្រហែលជា5-6ឆ្នាំដើម្បីចាបងបញ្ចប់រាប់តាំងពីបងចាប់ផ្ដើមសរសេរដំបូងហ្នឹងគឺបងសរសេរជាកំណាព្យទេតាមពិតទៅជាកំណាព្យដើម្បីលួងបំពេអឺដើម្បីជាការស្ញប់ស្ញែងចំពោះការតស៊ូរបស់ពួកគាត់នៅក្នុងការប្រឈមមុខធ្វើម៉េចឲ្យគាត់បានដូចថាធ្វើម៉េចគាត់បានរស់រាននៅក្នុងសង្គមនេះគាត់តស៊ូជាមួយនឹងអ្វីដែលគាត់អាចធ្វើបានណាចាបងខ្ញុំបានឃើញបងshare វីដេអូមួយវីដេអូក្មេងស្រីអខ្ញុំបានឃើញហើយបងថាឃើញអាហ្នឹងទៅបងមានអារម្មណ៍ថាកូនហ្នឹងដូចដែលធំឡើងគាត់មានក្តីស្រឡាញ់របស់ម្ដាយមានជាងបំពេខ្ញុំចាប់អារម្មណ៍នៅលើ Facebook page របស់បងឯងយូរដែរហើយតើការ share របស់បងហ្នឹងវាផ្សារភ្ជាប់ជាមួយរឿងហ្នឹងដែរឬអត់បងអត់ដឹងបងចាំអត់យើអឺបងហ្នឹងហើយជាគំនិតដែលបំផុសបងចូលនេះចិត្តសង្កេតមើលសង្គមឬចាសង្កេតមើល
រឿងផ្សេងៗទៀតដូចជារឿងសំនៀមការលើវាខ្សាច់នេះវាមិនមែនកើតឡើងដោយឯងដែរវាកើតឡើងដោយសារយើងឃើញសង្គមរបស់យើងជាពិសេសកុមារស្ត្រីហ្នឹងគាត់រងគ្រោះច្រើនអឺទដូចថាខ្សែទោះបីយើងទៅដើរដល់ណាក៏ដោយនៅក្នុងដូចថាយើងនិយាយថាឥឡូវសង្គមហ្នឹងវិវត្តន៍ហើយមានដូចថាទំនើបជាងមុនប៉ុន្តែពួកគាត់នឹងនៅតែជាជនរងគ្រោះអញ្ចឹងណាអឺដូច្នេះកាលពីឆ្នាំ2013បងបានមើលរឿងមួយគេហៅថារឿងមេខ្យល់រឿងហ្នឹងគេជាភាពយន្តឯកសារទេប៉ុន្តែគេផ្ដោតសំខាន់ទៅលើការជួញដូរមនុស្សតែនៅក្នុងសាច់រឿងហ្នឹងគឺមានមួយហ្នឹងគឺម្ដាយហ្នឹងគឺគាត់សុខចិត្តបិទស្ពាយកូនដែលគាត់ពេលហ្នឹងគាត់ត្រូវបានគេចាប់រំលោភនៅក្នុងគុកព្រោះគាត់ទៅធ្វើការចំណាកស្រុកអញ្ចឹងគេដកយកប៉ាសពតគាត់អីទាំងអស់អញ្ចឹងទៅប៉ូលីសនៅម៉ាឡេស៊ីហ្នឹងគឺចាប់ប្រខាំងគាត់ដូចថាពេលដែលគេចុះទៅនេះអញ្ចឹងទៅគេថាគាត់មកធ្វើការនៅម៉ាឡេហ្នឹងខុសច្បាប់អញ្ចឹងគេបង្ខាំងគាត់ទុកបង្ខាំងគាត់ហ្នឹងគេបញ្ជូនគាត់ទៅក្នុងគុកហ្នឹងគឺគាត់ត្រូវបានគេរំលោភធ្វើបាបគាត់រហូតដល់ផ្លូវចិត្តរបស់គាត់ហ្នឹងគាត់ទៅជាមនុស្សដែលមានសតិមិនប្រក្រតីអូនហើយនៅក្នុងសាច់រឿងហ្នឹងគេផ្ដោតទៅលើគាត់ទេគេផ្ដោតទៅលើដូចថាតាំងពីគាត់នៅជីវិតគាត់ត្រូវបានគេបញ្ជូនត្រឡប់មកដល់ស្រុកខ្មែរនេះគេដូចថានេះណាប៉ុន្តែគាត់មានកូនប្រុសទូចមួយហ្នឹងដែលបងមើលឃើញហ្នឹងបងស្រក់ទៅថាបងអួលដើមកនៅពេលដែលឃើញកូនប្រុសអាយុប្រហែលជា2ឆ្នាំគាត់គេងក្នុងរឹងហើយម្ដាយគាត់ហ្នឹងកំពុងអ្នកដូចថាអ្នកថតកូនហ្នឹងគាត់កំពុងសម្ភារអញ្ចឹងណាសម្ភារគាត់ហ្នឹងគឺគេសួរថាគាត់ថាគាត់កើតកូនគាត់យកកូនបានមួយហើយម្ដាយហ្នឹងកំពុងល្អូទៀតល្អូថាគេគ្រប់គ្នាគេទៅរកស៊ីចំណាក់ស្រុកគេបានលុយមកឲ្យតែគាត់នេះគឺយកភាពអាម៉ាស់យកមកឲ្យទាំងកូនស្រីរបស់គាត់ហ្នឹងត្រូវចង់និយាយសតិអត់ល្អណាគាត់នៅម្ដាយរបស់គាត់ហ្នឹងនៅតែដាក់សម្ពាធឲ្យគាត់ទៀតហើយក្រុមការងារថតហ្នឹងសួរថាហេតុអីបានគាត់សម្រេចចិត្តទុកកូនហ្នឹងអញ្ចឹងគាត់ថាគាត់ទុកទៅពីព្រោះអានេះវាបង្ហាញពីភាពជូរចត់ក្នុងជីវិតរបស់គាត់អញ្ចឹងនៅពេលដែលគាត់ពេលដែលគាត់នឹកឃើញខឹងពីអាអ្នកដែលធ្វើបាបគាត់ហ្នឹងយ៉ាងហោចណាស់ក៏មានកូនហ្នឹងដែលគាត់អាចវាយអាចអីដើម្បីរំសាយកំហឹងគាត់វិញវាជាការសងសឹកទៅកូនហ្នឹងវិញចាអូខ្ញុំស្ដាប់ឡើងភ័យស្បល់ដោយសារចាវាហាក់បីដូចជាគាត់ជាជនរងគ្រោះហើយគាត់ធ្វើឲ្យកូនគាត់នឹងជាជនរងគ្រោះមួយទៀតជនរងគ្រោះតគ្នាប៉ុន្តែយើងបន្ទោសគាត់ចាអត់កើតទេព្រោះគាត់ដាក់នៅក្នុងភាពជឿចាប់ហ្នឹងចានៅពេលដែលគេថតអញ្ចឹងគេថតមុខកូនហ្នឹងពេលដែលគាត់កំពុងនិយាយពីថាពេលដែលខ្ញុំខឹងហ្នឹងខ្ញុំនឹងអាចវាយកូននឹងបានអីអញ្ចឹងណាដើម្បីរំសាយកំហឹងរបស់ខ្ញុំមកវិញអញ្ចឹងគេថតមុខកូនហើយកូនគាត់កើតមកគាត់មានទាន់ដឹងអីណាគាត់ភ្លឹះអញ្ចឹងគាត់គេងនៅក្នុងរងអត់ដឹងអីទាំងអស់ហ្មងអញ្ចឹងអារូបភាពភ្នែកគាត់ហ្នឹងវាដក់ក្នុងអារម្មណ៍របស់បងនឹងរហូតហើយបងចាប់ផ្ដើមសរសេរកំណាព្យមួយសម្រាប់កូនប្រុសហ្នឹងបងក៏ថាបងនឹងសរសេរមួយដូចបំពេអញ្ចឹងហើយបងពេលដែលសរសេរទៅបងចាប់ផ្ដើមមានគំនិតថានឹងចង់ធ្វើឲ្យរឿងនេះក្លាយទៅជារឿងខ្នាតខ្លីវិញអញ្ចឹងណាចេញពីកំណាព្យក្លាយទៅជាសាច់រឿងមួយហើយបងនឹងចង់សរសេររឿងមួយដែលផ្លាស់ប្ដូរជីវិតគាត់ចង់និយាយថាមិនឲ្យគាត់រស់នៅដោយសារការធ្វើបាបប៉ុន្តែគាត់នឹងមានម្ដាយមួយដែលផ្ដល់ក្តីស្រឡាញ់ឲ្យគាត់វិញបើទោះជាពិបាកយ៉ាងណាក៏ដោយអញ្ចឹងដូចបងត្រឡប់សាច់រឿងនឹងទៅវិញអញ្ចឹងនៅក្នុងរឿងសំនៀមការលើវាខ្សាច់នេះគឺយើងនិយាយអំពីការខិតខំប្រឹងប្រែងរស់រានមានជីវិតរបស់ម្ដាយហ្នឹងដែលតួម្ដាយហ្នឹងគាត់លាក់ខ្លួននៅក្នុងភូមិមួយដែលឆ្ងាយហើយគាត់ជាសិល្បករផ្នែកគំនូរព្រោះគំនូរយើងអាចដូចថាយើងអាចបញ្ចូលអារម្មណ៍របស់យើងមនោសញ្ចេតនារបស់យើងពីជីវិតរបស់យើងនៅពេលដែលយើងគូរអញ្ចឹងណាអញ្ចឹងបងក៏ចាប់ផ្ដើមថាហើយអាពីគំនូរហ្នឹងគាត់អាចចិញ្ចឹមកូនហ្នឹងប៉ុន្តែមិនដោយផ្ទាល់ទេកូនហ្នឹងត្រូវបានបងស្រីគាត់យកទៅចិញ្ចឹមជាមនុស្សស្រីទៀតបែរថាយកទៅដោយយើងយល់ចិត្តយើងដឹងពីការចាប់ប្អូនស្រីរបស់គាត់អញ្ចឹងគាត់យកក្មួយគាត់ហ្នឹងសុខចិត្តទៅចិញ្ចឹមតែម្ដាយហ្នឹងអត់អាចឃើញមុខកូនប្រុសខ្លួនឯងផ្ទាល់បានអីចឹងណាចឹងបងព្រួយពីព្រោះដល់ពេលយើងទៅសេដំបូង
ជាសាច់រឿងដែលយើងចាប់អារម្មណ៍ជាសាច់រឿងដែលយើងបង្កើតមកណាប៉ុន្តែដល់ពេលយើងសរសេរទៅគឺតួអង្គរបស់យើងជាអ្នកដឹកនាំយើងវិញតួអង្គរបស់យើងនឹងជាអ្នកប្រាប់យើងថាគាត់នឹងជាអ្នកណាគាត់គួរគាត់ធ្វើអីសម្រាប់ជីវិតរបស់គាត់ហើយកាយវិការនិងរបៀបនិយាយរបស់គាត់នឹងគឺគាត់ជាអ្នកមកមកដឹកនាំការសរសេរហើយនិងការដឹកនាំរបស់យើងអញ្ចឹងរឿងហ្នឹងសម្រាប់បងជារឿងទី2ក៏ប៉ុន្តែវាជារឿងមួយដែលបងគិតថាវាមានសារដ៏សំខាន់ជាពិសេសគឺយើងចង់និយាយដូចថាលើកទឹកចិត្តដល់ជនរងគ្រោះហើយនិងដល់សង្គមយើងទាំងមូលដែរពីការពីនិយាយពីសម្ពាធដែលយើងដាក់ឲ្យពួកគាត់ហ្នឹងតើវាស័ក្តិសមអត់ហើយអ្នកហើយអ្នកដែលគេដូចថាមើងងាយជនរងគ្រោះហ្នឹងតើយើងនឹងជួយអីបានប្រសើរមកវិញហើយដូចអញ្ចឹងមានតែការស្រឡាញ់មានតែការអាណិតមានតែការចង់និយាយថាមានតែការសន្តោសពណ៌ឯដែលធ្វើឲ្យយើងទាំងអស់គ្នានឹងអាចរស់នៅក្នុងពិភពមួយដែលមានសុខសុវត្ថិភាពហើយនិងមានសន្តិភាពផ្លូវចិត្តអញ្ចឹងខ្ញុំចាប់អារម្មណ៍ថាសារនៅក្នុងរឿងហ្នឹងមានអីលើសពីហ្នឹងទៀតដោយសារអីបងបានលើកបាញ់មិញហ្នឹងគឺម្ដាយដែលគាត់រងគ្រោះនៅប្រទេសម៉ាឡេស៊ីហ្នឹងគាត់មានកូនហ្នឹងអញ្ចឹងពេលដែលគាត់ខឹងគាត់នឹកឃើញដល់ការជឿចាប់របស់គាត់ហ្នឹងគាត់ធ្វើបាបកូនរបស់គាត់ណាប៉ុន្តែបងបានផ្ដល់នៅវិធីសាស្ត្រមួយទៀតថាប្រសិនបើយើងជាមនុស្សម្នាក់ដែលអាចផ្ដល់ក្តីស្រឡាញ់ឲ្យកូនយើងបានណាយើងអាចមានវិធីផ្សេងដើម្បីកុំឲ្យគាត់នឹងក្លាយជាជនរងគ្រោះដូចយើងអាចមានវិធីផ្សេងដើម្បីបញ្ចេញកំហឹងបញ្ចូលអារម្មណ៍ខ្លួនឯងដូចបងលើកឡើងតាមរយៈការគូរគំនូរវិញអញ្ចឹងគឺវាមានអីលើសពីហ្នឹងណាចឹងនិយាយថាខ្ញុំគិតថារឿងហ្នឹងនឹងល្អមែនតើខ្ញុំពិតជាចង់មើលខ្លាំងតែម្ដងពេលឮបងលើកពីសាច់រឿងហ្នឹងមកចាំបងផ្ញើជូនអូនមើលអរគុណច្រើនបងអរគុណច្រើនមែនតើបងនៅក្នុងហ្នឹងក៏យើងបានបញ្ចូលជាចម្រៀងដែលយើងផលិតខ្លួនឯងហ្មងសម្រាប់កុនហ្នឹងណាចម្រៀងហ្នឹងគឺច្រៀងដោយ Sunset សុចតាបងហៅឈ្មោះគាត់ពីក្រោយសុចតាហ្នឹងឯងគាត់បានចូលរួមផលិតចម្រៀងហ្នឹងជាមួយយើងដើម្បីដាក់នៅក្នុងកុនហ្នឹងដែរអញ្ចឹងណាហើយក្រោយមកទៀតពួកយើងក៏បានផលិតជា music video មួយដែរពេលហ្នឹងយើងផុសក្រោយពីបុណ្យសិទ្ធិនារីអីទេប៉ុន្តែខាងឃើញចានឹងឃើញ comment ខាងបងស្រីបងប្អូនស្រីគាត់ថាអូគាត់ស្ដាប់ចម្រៀងហ្នឹងគាត់គិតថាគួរតែដាក់នៅក្នុងពេលបុណ្យសិទ្ធិនារីតែសម្រាប់យើងគិតថាវាក្នុងកលៈទេសៈណាឬក៏អីណាវាអាបត្តិដែលបំពេកូនដែលដោយក្តីស្រឡាញ់ហ្នឹងមិនថាកូនទេខ្ញុំបងសម្រាប់បងគិតថាគ្រប់ជីវិតទាំងអស់ទាំងចាស់ទាំងក្មេងទាំងអីក៏ដោយដូចអាភាពសន្តោសប្រណីហ្នឹងណាវាមានដូចថាវាមានសារៈសំខាន់ធំធេងបំផុតសម្រាប់ជីវិតរបស់យើងទាំងអស់គ្នាចាបងតើបងអាចឲ្យក្រុមការងាររបស់យើងស្ដាប់ចម្រៀងហ្នឹងបន្តិចបានទេបងបានអូនចាបានអត់អីបងចាំពេលហ្នឹងយើងកាត់បញ្ចូលបទចម្រៀងហ្នឹងបន្តិចចាចាំបងផ្ញើទៅចាអរគុណច្រើនបងអរគុណតែបទហ្នឹងខ្ញុំដូចជាបានស្ដាប់ប្រហែលជាបានស្ដាប់ឃើញមានឈរច្រៀងនៅចិត្តទឹកហ្នឹងមែនទេបងអូនៅអត់ទេនៅលើខ្ញុំដូចជាចាប់អារម្មណ៍សុជាតាហ្នឹងគាត់ដូចជាសាច់ញាតិរបស់លោកពូសុនស៊ីសមុទ្រចាហើយប្រហែលជាខ្ញុំបានស្ដាប់បទហ្នឹងដែរព្រោះពេលហ្នឹងខ្ញុំចូលមើល page បងហើយទៅខ្ញុំអូមថ្មីហើយខ្ញុំឃើញហើយខ្ញុំក៏ស្ដាប់ក៏បានស្ដាប់ដែរហើយចុះមកខ្ញុំចាប់អារម្មណ៍លើចំណុចដែលបងនិយាយរឿងកូនចំណុច share ហ្នឹងដោយសារវាមើលទៅវាផ្សារភ្ជាប់ជាមួយរឿងហ្នឹងហើយខ្ញុំគិតថាសាច់រឿងហ្នឹងជារឿងមួយដែលល្អហើយវាជាអ្វីមួយដែលយើងគួរពិចារណាវាមិនមែនគ្រាន់តែឆ្លុះបញ្ចាំងពីជីវិតមនុស្សម្នាក់ឯងតែយើងពិចារណាថាតើនៅពេលដែលយើងជួបនៅក្នុងស្ថានភាពហ្នឹងយើងអាចមានផ្លូវផ្សេងជាច្រើនទៀតសម្រាប់ធ្វើដើម្បីផ្ដល់នៅរឿងវិជ្ជមានសម្រាប់ជីវិតខ្លួនឯងជីវិតអ្នកផ្សេងទៀតមិនតបតដោយកំហឹងតបតដោយហិង្សាដោយអារម្មណ៍មួយពេលតាមតែយើងនឹកឃើញហ្នឹងទេអញ្ចឹងណាបងចាអត់ទេយើងចង់ហ្នឹងឲ្យត្រឡប់សាច់រឿងហ្នឹងវិញពេលដែលទៅសេហ្នឹងគឺយំផងអីផងហ្នឹងជាមួយនឹងកូនពីព្រោះនឹកឃើញដល់កូនប្រុសក្មេងប្រុសម្នាក់ហ្នឹងហើយដោយសារបងខ្លួនឯងក៏ផ្ទាល់ក៏ធំនៅក្នុងគ្រួ
គ្រួសារមួយដែលខ្វះភាពកក់ក្ដៅ ចា ដែរ បង ដូច្នេះយើងយល់ថាតើអឺ អាការចង់បានពីការស្រឡាញ់ ការថ្នាក់ថ្នម ភាពកក់ក្ដៅរបស់ក្មេងហ្នឹងវាមានអីដែលធ្វើឲ្យបងនឹងចាប់អារម្មណ៍ ហើយដែលធ្វើឲ្យបងនឹងដក់ចិត្តខ្លាំងមែនទែន រឿងចំពោះរឿងហ្នឹងនៅពេលដែលយើងសរសេរហ្នឹង អញ្ចឹងពេលដែលតែងនិពន្ធអីហ្នឹង គឺពេលខ្លះអង្គុយយំ ពេលខ្លះអីហ្នឹងទៅ ចាបង ចា ចា គេថាអ្នកនិពន្ធដ៏អស្ចារ្យ គឺមិនមែនគ្រាន់តែបោកអ្នកទស្សនាឲ្យយំតាម ឬក៏សើចតាមទេ គឺដាក់អារម្មណ៍ខ្លួនឯងនៅក្នុងហ្នឹងដែរ ចា អរគុណច្រើនបង ប្រសិនជាចង់ឲ្យបងពិពណ៌នាអំពីស្ទីលនៃការសរសេររឿង ស្ទីលនៃការនិទានរឿងរបស់បងណា បងគិតថាបងចូលចិត្តប្រើស្ទីលបែបណា? ចា និយាយទៅស្ទីល បើនិយាយពីស្ទីលបងចូលចិត្ត challenge ខ្លួនឯង មានន័យថារកអីដែលថ្មីៗ រកអីដែលគិតថាខ្លួនឯងហ្នឹងអត់ទាន់ចេះ ហើយយើងចង់រៀនពីវា អញ្ចឹងការសរសេរហ្នឹងវាមានច្រើនតាមទម្រង់ឯង តាមទម្រង់សាច់រឿង ដូចថាសាច់រឿង 3 នោះមានដូចបងនិយាយអញ្ចឹង រឿងស្លាបពពែហ្នឹងមួយ បន្តមកទៀតសំនៀងផ្កាលើវាលខ្សាច់ ហើយនឹងមួយទៀតរឿងឆ្អឹងមិនអណ្ដែត ហើយរឿង 3 ហ្នឹងគឺខុសគ្នាទាំងអចាស់ បង បងចូលចិត្តការសម្ដែងរបស់តួសម្ដែងរបស់យើង ចា អញ្ចឹងរាល់ពេលដែលសរសេរហ្នឹង គឺបងតែងតែមើលឃើញហើយថាមួយអ្នកណាដែលអាចស័ក្តិសមជាតួរបស់បងហើយនៅក្នុងហ្នឹង វាត្រូវផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរបស់គាត់ និងការនិយាយ កាយវិការរបស់គាត់អីដែរអញ្ចឹងណា អញ្ចឹងតែដល់ពេលយើងសរសេរសាច់រឿងរបស់យើងមក ថាសាច់រឿងហ្នឹងវាជាសាច់រឿងបែបណា ដូចសាច់រឿងមួយឆ្អឹងមិនអណ្ដែតហ្នឹង ជាសាច់រឿងបែបគេហៅសម្រាប់បង Thriller ហើយ Action ពីព្រោះនៅក្នុងហ្នឹងមានប៉ារ៉ូលច្រើនមែនទែន ដែលតួត្រូវតែចាំប៉ារ៉ូលខ្លាំង ហើយគឺរត់ ហើយយើងប្រើកាមេរ៉ា Handheld ច្រើន DP របស់បងហ្នឹងហើមសាច់ដុំដែរ ពីព្រោះយើងពេលខ្លះតួ Action តួគាត់ទៅអញ្ចឹងទៅ យើងអត់អាចខាត់បានទេ អញ្ចឹងយើងត្រូវតែយកអីបាន ធ្វើម៉េច ដូចថាឆ្លេចយកពេលវេលាមួយដែលការសម្ដែងរបស់គាត់ហ្នឹងមានលក្ខណៈជ្រាលជ្រៅ ចង់និយាយចាថាបង ខ្លាំង ហ្នឹងមួយ អញ្ចឹងmovement កាមេរ៉ា ហើយនឹងការសរសេររបស់យើងហ្នឹង វាមានលក្ខណៈគេហៅថារហ័សរហួន វា Thriller អញ្ចឹងវាដូចយើងធ្វើឲ្យមានបង្កើតទៅជាសំណួរ ទៅជាចម្ងល់ច្រើន ហើយនឹងការភ័យដែរនៅក្នុងហ្នឹងអីអញ្ចឹង អញ្ចឹងangle កាមេរ៉ាយើង ហើយនឹងរបៀបយើងសរសេរហ្នឹងក៏ខុសគ្នាដែរអញ្ចឹងណា ចាបអញ្ចឹង ងខុសៗគ្នា ហើយបងចិត្ត challenge អញ្ចឹង ហើយបើសំនៀងផ្កាលើវាលខ្សាច់ វាជាប្រភេទរឿងមួយដែលហាក់បីដូចជាកំណាព្យមួយអញ្ចឹង ពីព្រោះបងចាប់ផ្ដើមពីកំណាព្យ អញ្ចឹងបានន័យថាយើងដូចជាសូត្រ វាមានលក្ខណៈយឺត angle របស់យើង movement កាមេរ៉ារបស់យើងក៏យឺតដែរ ហើយវា subtle ទៀត ពេលដែលយើងសរសេរហ្នឹងក៏line ដូចថា clear ដែលយើងសរសេរ script របស់យើងហ្នឹង ក៏វាអត់មានអីដែលយើងឃើញរូបភាពណាដែលវាស៊ាំញ៉ាំនេះដែរ អញ្ចឹងណា អញ្ចឹងនៅពេលដែលយើងសរសេររឿងហ្នឹង គឺបងយកតួម្ដាយហ្នឹងជាអ្នកបំផុសគំនិតនៅលើប្លង់បងថតវិញ ម្ដាយហ្នឹងគឺជាសិល្បករ ហើយម្ដាយគាត់ជាដូចថាគឺជានារីម្នាក់ដែលរងគ្រោះ ហើយដែលជួបបញ្ហាច្រើនក្នុងជីវិត ហើយគាត់អត់ចង់ចូលនៅក្នុងសង្គមទេ គាត់ចូលចិត្តភាពស្ងៀមស្ងាត់ អញ្ចឹងនៅក្នុង frame របស់បងហ្នឹង គឺបង្ហាញពីភាពស្ងៀមស្ងាត់ បង្ហាញពីភាពស្ងៀមស្ងាត់ ប៉ុន្តែក៏មានអីនៅក្នុងហ្នឹង ឧទាហរណ៍ថា frame មួយហ្នឹងយើងនិយាយពីយើងបង្ហាញផ្កាដែលដុះលើវាលខ្សាច់ហ្នឹង យើងមើលទៅដូចវាទលីវាលចា៎ វាមានមេឃ មានខ្សាច់ដែលអត់មានអីទាំងអស់ តែវាមានផ្កាតូចមួយនៅក្នុងហ្នឹង អញ្ចឹងវាបង្ហាញពីលំហមួយដែលយើងគិតថានេះវាជាពិភពរបស់ជនរងគ្រោះដែលគាត់រស់នៅ ដែលគាត់រស់នៅទាំងហេលហាល ទាំងអត់មានភាពកក់ក្ដៅ ប៉ុន្តែគាត់ព្យាយាមរស់ អញ្ចឹងយើងក៏ជ្រើសរើសយក frame បែបហ្នឹងយកមកដាក់នៅក្នុង អញ្ចឹងវាមានលក្ខណៈ subtle បានន័យថាវាមានលក្ខណៈស្ងប់ស្ងៀមមួយ វាអត់មានកាត់ច្រើនទេ ខុសពីរឿងដែលបងធ្វើ2 រឿងនោះ ស្លាបពពែហ្នឹងក៏រៀងស្រដៀងជាមួយនឹងអីគេ ឆ្អឹងមិនអណ្ដែតដែរ ដោយសារវារៀងលឿន ដោយសារនៅក្នុងហ្នឹងវាមានហ្នឹងហើយ វាខុសគ្នាអញ្ចឹងណា អញ្ចឹងអានេះវាជា style នៅក្នុងការសរសេររឿង វាទៅតាមសាច់រឿងឯង ហើយបងចូលចិត្តឲ្យ
គេហៅថា protagonist របស់យើងហ្នឹងបានន័យថាតួដែល lead រឿងរបស់យើងហ្នឹងដឹកនាំសាច់រឿងរបស់យើងហ្នឹងជាអ្នកអឺបំផុសគំនិតឲ្យបងវិញតាក់ទងនឹងការប្រើប្រាស់ frame ហើយនឹងការសរសេររបស់យើងហ្នឹង ចាបច្ចុប្បន្នជាក់ស្ដែងឃើញរឿងដែលបងផលិតមកជារឿងដែលឆ្លុះបញ្ចាំងអំពីតថភាពចង់ដឹងថាទៅថ្ងៃក្រោយទៅបងនឹងមានគម្រោងសរសេររឿងបែបវិទ្យាសាស្ត្របែបវេទមន្តអភិនិហយដែរឬអត់បង បងបងចូលចិត្តខាងវិទ្យាសាស្ត្រដែរប៉ុន្តែចាបើសិនជាអភិនិហាបងគិតថាប្រហែលជាអត់អាចទេពីព្រោះខ្លួនឯងនឹងមិនសូវជឿដែរនិយាយថាចាបងជំនឿលើអភិនិហាឬក៏អីអញ្ចឹងឬការបន់ស្រន់អីចឹងយើងអត់មាននៅលើនឹងទេយើងចូលចិត្តខាងវិទ្យាសាស្ត្រយើងចូលចិត្តខាងគេហៅថា realistic ច្រើនជាងអញ្ចឹងណាហើយចូលចិត្តមើលបរិបទនៃការផ្លាស់ប្ដូរនៅក្នុងវិស័យបច្ចេកវិទ្យារបស់យើងអីអញ្ចឹងក៏អឺក៏ចាប់អារម្មណ៍សរសេរដែរហើយកំពុងតែសរសេរគម្រោងមួយហ្នឹងហើយប្រហែលជាបើសិនជាមានសំណាងយើងអាចថតនៅចុងឆ្នាំឬក៏ដើមឆ្នាំក្រោយអញ្ចឹងណាអូន ចាបងបើសិនជាបងទៅសេរឿងវិទ្យាសាស្ត្របងខ្វះអ្នកវិសោធន៍បងអាចតាក់ទងខ្ញុំបានខ្ញុំទៅធ្វើឧបករណ៍វិសោធន៍ចាបងបងអូនចង់សួរទៅបងទៀតដែរថានៅក្នុងការផលិតរឿងនេះតើអ្វីទៅដែលជាផលលំបាកដ៏លំបាកបំផុតសម្រាប់បងផ្ទាល់តែម្ដងអឺលំបាកបើថាលំបាកនិយាយទៅបងបងថាអត់បងចាបងអត់សូវអូននិយាយតាមត្រង់ហ្មងថាគេគឺថាគេចង់ជួបថាការលំបាកការលំបាកហ្នឹងគឺ process ការសរសេរហ្នឹងឯងចាបងនិយាយទៅជាងគេគឺលំបាកនៅពេលដែលយើងអត់ដឹងថាដំបូងទៅយើងអត់ដឹងថាតើយើងទៅណាយើងចង់បង្ហាញរូបភាពបែបណាយើងអីអញ្ចឹងយើងបានរស់នៅជាមួយនឹងតែកំណាព្យដែលយើងសរសេរហ្នឹងយើងត្រូវការស្ដាប់តន្ត្រីច្រើនហើយចឹងក៏ចែកដន្យទៅក៏មានមិត្តភ័ក្តិផ្ញើតន្ត្រីហើយតន្ត្រីហ្នឹងគឺរបស់លោក Beat Richner ចាបងចាដែលគាត់ជាគេហៅថាជាសំឡេង cello របស់គាត់ចុងក្រោយហើយដោយសារគាត់អ្នកជាអ្នកដែលជួយសង្គ្រោះជីវិតកុមារកម្ពុជាច្រើនមែនតើអញ្ចឹងបងគិតថាវាហើយគាត់ពេលដែលគាត់អាន poem របស់បងហ្នឹងមិត្តភ័ក្តិរបស់បងនៅប្រទេសស្វីសហ្នឹងគាត់ថាអ្នកឯងស្ដាប់របស់នេះcello នេះpiece តន្ត្រីរបស់គាត់ដែលគាត់ធ្វើមុនគាត់ស្លាប់ហ្នឹងណាអញ្ចឹងគាត់ផ្ញើមកលក្ខណៈឯកជនហើយបងស្ដាប់ហើយវាដក់ក្នុងអារម្មណ៍ខ្លាំងមែនតើអញ្ចឹងវាដកអារម្មណ៍វាធ្វើឲ្យយើងនឹងចង់ថាអូខេឥឡូវត្រូវតែសរសេររឿងហ្នឹងចេញជារឿងខ្នាតខ្លីតែយើងត្រូវតែធ្វើម៉េចផលិតតន្ត្រីមួយដែលវាមានលក្ខណៈគេហៅថាអឺជាសំខាន់សម្រាប់រឿងហ្នឹងហ្មងអញ្ចឹងក៏ចាប់ផ្ដើមសរសេរហ្នឹងហើយយើងត្រូវតែព្រោះនៅក្នុងរឿងហ្នឹងវាមាន metaphor ច្រើនមានន័យអាន័យធៀបយើងអត់ប្រាប់ត្រង់ប៉ុន្តែយើងតែងតែយករូបភាពរឿងយកអីពាក្យពេចន៍បន្តិចបន្តួចឬក៏រូបភាពដែលយើងបង្ហាញហ្នឹងឲ្យវាទៅជាន័យធៀបវិញថាតើអាហ្នឹងបានន័យថាម៉េចអញ្ចឹងណាពេលដែលយើងមើលមកជីវិតវាគ្រាន់តែជារូបភាពអញ្ចឹងឯងប៉ុន្តែនៅក្រោយហ្នឹងវាមានអីគេអញ្ចឹងព្រោះយើងអត់ចង់ទីមួយគឺយើងអត់ផ្ដល់អត់បង្ហាញរូបភាពជូរចត់ការរំលោភបំពានអីហ្នឹងអញ្ចឹងយើងត្រូវតែធ្វើម៉េចដើម្បីឲ្យគ្រាន់តែគេឃើញរូបភាពហ្នឹងបន្តិចតែរូបភាពដែលនេះហើយយើងយល់ហ្មងយើងអត់ចាំបាច់អញ្ចឹងអា process ហ្នឹងគឺយូរវាចារៀងបង ហ្នឹងហើយបើយើងនិយាយទៅវាយើងរស់នៅជាមួយ script ហ្នឹងជាមួយការឈឺចាប់ផងជាមួយទឹកភ្នែកផងជាមួយហ្នឹងប៉ុន្តែវានាំឲ្យយើងអឺជំរុញឲ្យយើងបង្កើតហើយកែច្នៃបានរឿងជាច្រើនដូចរាប់តាំងពីការផលិតចម្រៀងហើយសុំគំនូរយើងធ្វើការរយៈពេលឡើង8ខែជាមួយនឹងញ៉ែមសុភាពដែលគាត់ជាសិចាល្បៈបងគំនូរដែរហើយដែលគាត់គូរហ្នឹងគឺlink គ្នាទៅវិញទៅមកថាយើងបាន script ហើយយើងចង់បានចេះហើយនៅក្នុងសាច់រឿងហ្នឹងគឺនៅអឺសាច់រឿងហ្នឹងគឺកូនប្រុសហ្នឹងបានជួបមុខម្ដាយផ្ទាល់ហ្នឹងតែតាមរយៈគំនូរទេគាត់ទៅចាមែនបងប៉ុន្តែពីរនាក់គាត់ហ្នឹងម្ដាយហ្នឹងគឺតម្រូវឲ្យគាត់ពាក់របាំងមុខអត់ឲ្យគាត់ឃើញអត់ឲ្យឃើញមុខគាត់ឃើញតែភ្នែកគាត់និយាយអីអញ្ចឹងណាអញ្ចឹងគាត់ខ្លួនឯងក៏ពាក់របាំងមុខអញ្ចឹងរបាំងមុខហ្នឹងក៏យើងត្រូវការផលិតដែរពីព្រោះយើងអាចទៅយករបាំងមុខតាមទីផ្សារឬក៏ខ្មុករបស់យើងដែលមានស្រាប់ហើយយើងយកមកធ្វើបានទេព្រោះវា cover ដូចថាវាបិទបាំងមុខយើងឬក៏ខ្សែភ្នែកយើងអញ្ចឹងត្រូវរកនេះច្រើនមែនតើដូចគិតទៅអូយឥឡូវទៅយកដូចរបាំងមុខហ្នឹងឡើងប្រហែលខែក្រោយមកមិនដឹងថារបាំងមុខហ្នឹងវាគួរតែយកអីមកធ្វើដូចយើងនិយាយថារបាំងមុខដូចវាស្រួលហើយប៉ុន្តែដល់ពេលយក
សម្រាប់ថតកុនវិញយើងត្រូវតែធ្វើអីគេអញ្ចឹងក៏ចាប់ផ្ដើមគិតដល់ពេលយើងដើរទៅមើលនេះមើលនោះទៅនឹកឃើញអូហេតុអីមិនយកល្ខោនស្បែកធំហ្នឹងពីស្បែកធំរបស់យើងហ្នឹងយកមកកែច្នៃធ្វើរបាំងមកទៅពីព្រោះវាមានអ្វីដែលជារបស់ខ្មែររបស់យើងដែលយើងមានស្រាប់នៅក្នុងសិល្បៈរបស់យើងហើយវានឹងមិនបិទបាំងភ្នែករបស់គាត់វានឹងហើយវាមានលក្ខណៈ original ដូចថាវាមានច្បាប់ដើមរបស់យើងបើយើងបានផលិតវាអញ្ចឹងណាចាបងចាគួរឲ្យចាប់អារម្មណ៍អាខ្លាំងហ្នឹងវា process ហ្នឹងវាច្រើនហើយវារៀង ចា លក្ខណៈតឹងតែប៉ុន្តែយើងបងតែងតែសប្បាយចិត្តនៅពេលដែលចេញបានមួយហើយយើង ចា អាចទៅបញ្ចុះបញ្ចូលផលិតករយើងបានថានេះខ្ញុំបានចេញមកចេះហើយដូចរឿងពាក់របាំងមុខអញ្ចឹងពូរិទ្ធីប៉ាន់ជាផលិតកររបស់បងគាត់តែងតែសួរថាអារបាំងមុខហ្នឹងដូចមិនបាច់ដឹងទេអីអញ្ចឹងណា ទៅហេតុតែចង់ដូចថា convince គាត់តែខ្លួនឯងហ្នឹងដល់ពេលដែលគាត់សួរច្រើនហ្នឹងចាប់ផ្ដើមគិតដែរពីព្រោះគាត់ជាអឺសមិទ្ធករភាពយន្តមួយដែលមានឈ្មោះលើអន្តរជាតិដែលគេគោរពដែលគេអញ្ចឹងគាត់មានចក្ខុវិស័យរបស់គាត់មានរបៀបរបស់គាត់ដែលគាត់គិតអញ្ចឹងទៅគាត់ចាប់ផ្ដើមថាអូខេឥឡូវចាប់ផ្ដើមសួរខ្លួនឯងដែរអារបាំងមុខនឹងមិនហ្នឹងទៅគាត់ថាឥឡូវរៀបចំធីមមួយមុនថតកុនហ្នឹងដូចជាមុនថតកុនហ្នឹងប្រហែលជា7 8ខែដែរហ្នឹងរៀបចំក្រុមការងារមួយទៅថតតួពាក់របាំងមុខហើយដែលឲ្យនិយាយគ្នាហ្នឹងហើយទៅយើងមើលទៅថាតើគាត់មិនអញ្ចឹងណាតើវាមើលទៅវាដំណើរការបានអត់វានេះអត់ចឹងណាអញ្ចឹងទៅពេលទៅថតទៅគាត់ថាអូខេអត់អីទេអញ្ចឹងក៏អាហ្នឹងគាត់ថាធូរចិត្តមួយដែរអូអញ្ចឹងអារបាំងមុខហ្នឹងយើងប្រើបានហើយ ចាបងចាអឺការផលិតកុននេះវាទាមទារទំនួលខុសត្រូវខ្ពស់ខ្លាំងការចំណាយពេលវេលាគំនិតច្នៃប្រឌិតហើយនឹងការវិភាគទៅលើរបត់ថានឹងតម្រូវការច្រើនយ៉ាងណាស្ដាប់មើលទៅវាហាក់បីដូចជាស្មុគស្មាញណាបើយើងអត់មានជំនាញមានទេពកោសល្យមិនមែនចេះតែផលិតបានទេពីព្រោះខ្ញុំឃើញដូចយើងបានឃើញហើយនៅលើបណ្ដាញសង្គមហើយមានរឿងច្រើនណាស់ដែលគេផលិតក៏ប៉ុន្តែបើយើងចាប់អារម្មណ៍ទៅលើចំណុចដែលបងលើកផ្សារភ្ជាប់ជាមួយនឹងអ្វីដែលយើងមានអ្វីដែលយើងចង់លើកកម្ពស់អ្វីដែលយើងចង់បង្ហាញហើយចង់ឲ្យមានការផ្លាស់ប្ដូរហ្នឹងគឺវាមិនងាយស្រួលទេត្រៀមច្រើនមែនទែនហើយស្ដាប់ហើយមានអារម្មណ៍ថាអូមោទនភាពណាដែលយើងមានផលិតករដែលបានគិតគូរទៅដល់ចំណុចទាំងអស់ហ្នឹងមុននឹងផលិតសាច់រឿងចេញមកចាតាមពិតយើងចាមានច្រើនចាបងផលិតករផ្សេងៗទៀតអីចឹងចាណាគ្រាន់តែថាយើងតើ angle របស់យើងនៅខាងណាយើងផ្ដោតសំខាន់ទៅលើប្រធានបទបែបណាមួយអីចឹងទៅហើយបងចូលចិត្តហ្នឹងគឺប្រធានបទដែលបងចូលចិត្តជាងគេហ្នឹងគឺចូលចិត្តប្រធានបទដែលតាក់ទងនឹងស្ត្រីនិងកុមារហើយសង្គមជារួមចាបងគំនាបប្រពៃណីអីអញ្ចឹងហើយយើងមិនទៅផ្ដល់ការវិនិច្ឆ័យណាមួយទេប៉ុន្តែគ្រាន់តែយើងចង់សម្រាប់បងផ្ទាល់បងគិតថាយើងគួរតែហ៊ានសួរសំណួរហ៊ានឆ្លេចហ៊ានធ្វើការស្រាវជ្រាវហើយនឹងយល់ពីអីមួយមុននឹងយើងជឿមុននឹងយើងទៅប្រតិបត្តិតាមអញ្ចឹងណាចាបងចាអរគុណច្រើនមែនទែនបងសម្រាប់ការចែករំលែកដ៏ល្អមួយនេះហើយប្អូនក៏ចង់សួរសំណួរទៅបងអឺបន្ទាប់ទៀតដែរថាមុននឹងឈានដល់ការសម្រេចចិត្តផលិតសាច់រឿងទាំងអស់នេះមកហ្នឹងណាចង់ដឹងថាតើអា experience របស់បងផ្ទាល់ហ្នឹងព្រោះមុនហ្នឹងបងបានលើកហើយថាប្រវត្តិយ៉ាងម៉េចបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងម៉េចប៉ុន្តែតាមរយៈបទពិសោធន៍ហើយនិងប្រវត្តិរបស់បងហ្នឹងតើវាយ៉ាងម៉េចដែលជំរុញឲ្យយើងហ្នឹងគិតថាសាច់រឿងឆ្អឹងមិនអណ្ដែតសំនៀងលើវាលខ្សាច់ហើយនឹងរឿងមួយទៀតហ្នឹងគឺស្លាបប្រភេទចាស្លាបប្រផេះហ្នឹងហេតុអីមកដាក់ចំណងជើងទាំងអស់ហ្នឹងពីព្រោះថាខ្ញុំចាប់មើលទៅស្លាបប្រផេះហ្នឹងមិនមែនចឹងនិយាយថាវាជាចំណងជើងមួយដែលយើងត្រូវគិតច្រើនណាស្លាបមិនក៏ស្លាបពណ៌ប្រផេះមិនស្លាបពណ៌ខៀវស្លាបពណ៌អិនតនូអីវិញទៅរបៀបចឹងហ្នឹងបងហេតុអីមិនឆ្អឹងនឹងអត់អណ្ដែតចឹងព្រោះយើងមានរឿងពីមុនមកមានរឿងឆ្អឹងអណ្ដែតចាចឹងហើយចាំមិនក៏ឆ្អឹងលើកនេះអត់អណ្ដែតចឹងចឹងបងចឹងចង់ឲ្យបងជួយប្រាប់ពួកយើងបន្តិចថាវាផ្សារភ្ជាប់ជាមួយនឹងបងហ្នឹងយ៉ាងម៉េចទៅចាអឺបទពិសោធន៍បងថាបទពិសោធន៍ជីវិតហើយនឹងអឺការរស់នៅក្នុងសង្គមរបស់យើងការមើលឃើញអឺវាទីមួយចំនិយាយទៅការសរសេរសាច់រឿងអីផ្សេងៗហ្នឹងវាធ្វើឲ្យយើងនឹងចាប់ផ្ដើមមានការស្រាវជ្រាវយើងលែងយកបញ្ហាផ្ទាល់ខ្លួនរបស់យើងហ្នឹង
អឺទៅគិតច្រើនហើយបានន័យថានៅពេលដែលយើងអឺជួបរឿងជាច្រើនឬក៏តួអង្គមិនមែនថាតួអង្គទេជួបអ្នកដែលគាត់ជួបបញ្ហានៅក្នុងជីវិតគាត់ដែលជ្រៅជាងយើងដែលគាត់មិនអាចសឹងតែមិនអាចរកផ្លូវចេញបានអីហ្នឹងវាផ្ដល់គេហៅថាអឺជាកម្លាំងចិត្តមួយមកឲ្យយើងថាតើយើងអាចជួយពួកគាត់តាមបែបណាខ្លួនយើងផ្ទាល់ជាអ្នកសរសេរឬក៏ជាអ្នកនិពន្ធហ្នឹងណាអឺហើយខ្លួនជីវិតរបស់យើងហ្នឹងគឺលែងចង់និយាយថាវាលែងទៅជាអ្វីដែលយើងផ្ដោតដូចថារាល់ថ្ងៃមើលខ្លួនឯងថាខ្លួនឯងនឹងមានសមត្ថភាពប៉ុណ្ណាឬក៏យើងនឹងអន់មិនយើងលែងហើយអឺអញ្ចឹងបងដោយសារបងជាបងចូលចិត្តមើលរឿងច្រើនចូលចិត្តការអានហើយនឹងចូលចិត្តសង្កេត ចាបង ចាសង្កេតតាមរយៈអីដូចថាសូម្បីតានៅក្នុង Facebook អ្នកដែលផុសឬក៏អីអញ្ចឹងផ្សេងៗចូលចិត្តសង្កេតមើលគេហៅថាមើលផ្លូវចិត្តមើលបរិបទសង្គមមើលការប្រែប្រួលនៅក្នុងសង្គមនៅក្នុងពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងតើស្រុកខ្មែររបស់យើងហ្នឹងនិងប្រជាជនរបស់យើងហ្នឹងមានការគិតបែបណាអីអញ្ចឹងណាអញ្ចឹងចូលចិត្តទៅមើលអញ្ចឹងដើម្បីមិនមែនជាការវិនិច្ឆ័យដើម្បីយល់ថាតើយើងត្រូវត្រៀមខ្លួនបែបណាហើយយើងត្រូវចូលរួមបែបណាដើម្បីឲ្យមានការផ្លាស់ប្ដូរអញ្ចឹងដូចយើងនិយាយពីសិទ្ធិសេរីភាពរបស់ស្ត្រីក្រោមគំនាបប្រពៃណីអីផ្សេងៗនៅក្នុងរឿងសាច់រឿងស្លាបប្រភេទអីហ្នឹងអាហ្នឹងដោយសារខ្លួនឯងផ្ទាល់ហ្នឹងមិនថាមិនជួបដោយផ្ទាល់ប៉ុន្តែដោយសារយើងទៅនិយាយជាមួយនឹងមិត្តភ័ក្តិជួបមិត្តភ័ក្តិអីចឹងទៅគាត់តែងតែនិយាយពីអាសម្ពាធផ្លូវចិត្តរបស់គាត់អញ្ចឹងប្រាប់ហើយដោយសារបងធំឡើងបងចិត្តសេរីភាពន័យថាយើងអត់មានគំនាបពីគ្រួសារយើងអត់ទទួលការស្រឡាញ់ភាពកក់ក្ដៅពីគ្រួសារប៉ុន្តែយើងអត់មានគំនាបពីពួកគាត់មកដឹកដៃយើងថាឲ្យយើងត្រូវធ្វើនេះអញ្ចឹងណាអឺចឹងនៅពេលដែលយើងជួបអញ្ចឹងយើងសួរថាចុះបើខ្លួនយើងវិញបើសិនជាយើងរស់នៅក្នុងបរិបទបែបហ្នឹងបរិយាកាសបែបហ្នឹងដែលគាត់មានគំនាបអញ្ចឹងតើយើងនឹងអឺដោះស្រាយម៉េចតើយើងនឹងធ្វើម៉េចអញ្ចឹងទៅក៏ពីរឿងមួយទៅរឿងមួយហ្នឹងវាតែងតែខ្លួនឯងហ្នឹងតែងតែសួរខ្លួនឯងថាបើសិនជាខ្ញុំជាពួកគាត់វិញតើខ្ញុំនឹងប្រឈមមុខបែបណាចាបងចាជាការចែកម្លែកមួយដ៏ល្អណាស់ពីព្រោះខ្ញុំគិតថាពេលខ្លះពេលដែលយើងចាប់ផ្ដើមធ្វើអីមួយជួនកាលយើងផ្ដោតលើខ្លួនឯងមែនផ្ដោតលើខ្លួនឯងច្រើនណាតែបងផ្ដោតទៅលើបទពិសោធន៍និងអ្វីនៅជុំវិញខ្លួនឯងច្រើនហើយតាមរយៈការសង្កេតរបស់បងដើម្បីផលិតចេញជាសាច់រឿងមួយអញ្ចឹងសាច់រឿងហ្នឹងវាជាលក្ខណៈទូលំទូលាយហើយវាអាចនឹងត្រូវជាមួយនឹងប្រភេទនៃស្ថានភាពច្រើនដែរនៅក្នុងសង្គមរបស់យើងណាបង អញ្ចឹងអរគុណបងច្រើនមែនតើអញ្ចឹងសំណួរដែលប្អូនចង់សួរទៅបងបន្ទាប់ទៀតហ្នឹងតើបងគិតថាគេហៅថាតួនាទីរបស់ភាពយន្តណាតើវាមានតួនាទីក្នុងការផ្លាស់ប្ដូរសង្គមយើងហ្នឹងយ៉ាងម៉េចចាបងអឺតួនាទីនៅក្នុងវិស័យភាពយន្តសម្រាប់ស្រុកខ្មែរយើងមានលក្ខណៈពិសេសប្លែកពីគេយើងអឺខ្ញុំបងចង់និយាយនៅក្នុងនេះបញ្ជាក់ថាអ្នកអ្នកធ្វើភាពយន្តភាគជាច្រើនដែលគាត់ធ្វើហ្នឹងចង់និយាយថាការយល់មួយហ្នឹងគឺគាត់ចង់ធ្វើឲ្យបរទេសទទួលស្គាល់ដោយទៅអញ្ចឹងគាត់ត្រូវតែadapt ស្នាដៃរបស់គាត់ហ្នឹងទៅតាមអ្វីដែលខាងបស្ចិមប្រទេសឬក៏បរទេសហ្នឹងដែលអាចគិតថារឿងរបស់គាត់ហ្នឹងចូលទៅក្នុងចំណោមគេបានអញ្ចឹងណាតែគេតម្រូវការរបស់គេក៏ប៉ុន្តែរឿងនៅក្នុងស្រុកយើងបងនៅតែប្រកាន់ភ្ជាប់នៅគំនិតមួយគឺសាច់រឿងដែលសរសេរគួរតែមានបង្កប់អត្ថន័យអឺការអប់រំមិនមែនជាការអប់រំបែបទៅប្រាប់គេឲ្យធ្វើតាមទេក៏ប៉ុន្តែអឺជាការបំផុសគំនិតវិញផ្ដល់ជាការបំផុសគំនិតវិញផ្ដល់ធ្វើម៉េចឲ្យទស្សនិកជនរបស់យើងឬយុវជនរបស់យើងមានគេហៅថា critical thinking ការជឿនិងការគិតអ្វីមួយដោយមានការវិនិច្ឆ័យដោយមានការសិក្សាស្រាវជ្រាវច្បាស់លាស់អញ្ចឹងយើងនៅត្រូវការពីព្រោះបើយើងសម្លឹងមើលការសិក្សាការអប់រំរបស់យើងនៅក្នុងប្រទេសយើងនិយាយតាមត្រង់គឺយើងនៅមានកម្រិតបានន័យថាយើងអត់ទាន់អឺអឺជឿនលឿនដោយប្រទេសខាងក្រៅទេអញ្ចឹងពួកគាត់ទាំងអស់ហ្នឹងគឺត្រូវការ
ត្រូវការជំនួយពីការនិពន្ធពីអ្នកសរសេរសៀវភៅពីការអ្នកផលិតសាច់រឿងដើម្បីជួយត្រួសត្រាយផ្លូវគាត់ខ្លះដែរយើងអត់អាចបោះថាងរឿងរបស់យើងពីព្រោះខ្ញុំធ្លាប់ឮសូរពាក្យហ្នឹងថាងសាច់រឿងមិនចាំបាច់វាជាការអប់រំទេខ្ញុំគិតថាអានេះវាជាគំនិតពីខាងបច្ចឹមប្រទេសដែលគេរីកចម្រើនហើយគេតាំងពីដើមមកអញ្ចឹងនៅក្នុងបរិបទគេរាល់បច្ចុប្បន្ននេះគឺគេលែងនិយាយពីលើហ្នឹងហើយគេទៅនិយាយពីអូជារឿងមួយដែលនិយាយថា experimental ដែលយើងអត់ដែលស្គាល់អត់ដឹងថាយើងគិតអត់ដល់អញ្ចឹងរឿងរបស់គេគឺគេចង់ទៅអញ្ចឹងតែខ្មែររបស់យើងផ្សេងអាហ្នឹងសម្រាប់ខ្ញុំមិនមែនគិតថាខ្លួនឯងបុរាណទេខ្ញុំចូលចិត្តមើលរឿងដែលដូចថាវាមានអីដែលទំនើបថ្មីដែរដូចរឿង Avatar ដូចមានអីចឹងការផលិតដែលចំណាយដើមទុនច្រើនបំផុតចំណាយ technology ច្រើនបំផុតប៉ុន្តែសួរថាតើយើងអាចទៅដល់នឹងអត់តើប្រជាជនរបស់យើងនៅក្នុងស្ថិតនៅក្នុងណាហើយគាត់ត្រូវការបែបណាមិនមែនថាគាត់ដូចថាមិនដល់គេទេក៏ប៉ុន្តែបើយើងចង់ធំធាត់ជាមួយនឹងយុវជនរបស់យើងបានន័យថាយើងរីកលូតលាស់ជាមួយគ្នាត្រូវតែយុវជនរបស់យើងនឹងចាប់ផ្ដើមដូចថាមានទំនាក់ទំនងរវាងគ្នាអត់អាចឲ្យគេហៅថាគម្លាតរវាងអ្នកនិពន្ធអ្នកធ្វើនេះដូចយើងនៅខាងវិស័យភាពយន្តឬក៏ហ្នឹងឆ្ងាយពីយុវជនរបស់យើងឯងហើយតែគាត់ត្រូវការអីយើងនៅមានសង្គមរបស់យើងនៅខ្វះខាតអីហើយយើងអាចបំពេញចន្លោះអីបានឲ្យពួកគាត់ចាបងអរគុណច្រើនមែនទែនបងពួកចាប់អារម្មណ៍ថាសម្រាប់បងផ្ទាល់រឿងដ៏អស្ចារ្យបំផុតមិនមែនជារឿងមួយដែលឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិនោះទេប៉ុន្តែជារឿងមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមហើយនឹងជាសារមួយដែលយើងអាចអប់រំទៅកាន់អ្នកដែលគាត់ទស្សនាសាច់រឿងរបស់យើងហ្នឹងថាយើងអាចជះឥទ្ធិពលល្អអីបានចាអញ្ចឹងវាជាគំនិតល្អមែនទែនបងអត់ដឹងទេប៉ុន្តែគាត់ថារាល់ថ្ងៃនេះយើងសម្រាប់បងមួយបងមានឆន្ទៈនៅបើសិនជាការផលិតភាពយន្តគឺបងនឹងផ្សារភ្ជាប់យើងមិនបើយើងនិយាយពីស្តង់ដារគុណភាពបងគាត់ថានៅស្រុកខ្មែរយើងធ្វើបានចាបងមានហើយក៏ប៉ុន្តែបើសិនជាយើងនិយាយពីការនិយាយសាច់រឿងមួយដែលធ្វើឲ្យវាមានគុណតម្លៃនៅក្នុងសង្គមរបស់យើងហើយវាអាចតាក់ទាញនិងអាចផ្សារភ្ជាប់ទៅនៅពិភពលោកខាងក្រៅអានឹងរត់តែល្អប៉ុន្តែសួរថាយើងក្នុងនាមយើងជាអ្នកដឹកនាំរឿងឬក៏អ្នកនិពន្ធយើងបោះបង់ទស្សនិកជនយើងចោលបានអត់សម្រាប់ខ្ញុំសម្រាប់បងវិញបងអត់អាចទេបងនឹងដូចថាគាត់ជាបុគ្គលទី1ឬក៏ជាដូចថាជាប្រធានបទទី1ដែលបងចង់ផ្សារភ្ជាប់ជាមួយពួកគាត់ច្រើនជាងបងទៅផ្សារភ្ជាប់ជាមួយនឹងខាងក្រៅចាបងចាអរគុណច្រើនបងបងអូនចង់សួរទៅបងបន្តទៀតដែរថាតាមរយៈខ្សែជីវិតនៃការផលិតភាពយន្តទាំងអស់នេះតើបងធ្លាប់សង្ស័យចំពោះខ្លួនឯងអត់ចាអូយច្រើនមានច្រើនសង្ស័យនេះថាតើយើងអាចធ្វើកើតអត់តើយើងអាចទៅកើតអត់អញ្ចឹងណាប៉ុន្តែនៅក្នុងការផលិតភាពយន្តគឺយើងត្រូវតែគេហៅថាត្រៀមហើយនឹងត្រូវតែធ្វើការខ្លាំងធ្វើការឲ្យច្រើនដែលវាមានលក្ខណៈថាគេហៅថាconsistent ជារៀងរាល់ថ្ងៃជារៀងរាល់នេះហើយកុំភ្លេចរឿងអានរឿងអីផ្សេងអញ្ចឹងទៅពេលដែលដូចបងនិយាយចឹងតែយើងបាត់បង់ខ្លួនឯងពេលខ្លះយើងក៏ថាអូមិនបានចេះមិនបានខ្ញុំគិតចេះរឿងចេះហ្នឹងវាមានតែដល់ពេលយើងទៅមើលឬទៅមើលអីផ្សេងទៅមើលរឿងគេផ្សេងទៀតយើងថាអត់អីទេមានអីណាខ្ញុំអាចទៅបានអាហ្នឹងទោះមិនហើយបើសិនជាយើងមានជួបធីមដែលក្រុមការងារដែលយើងស្គាល់ហើយដែលគាត់មានវិជ្ជាជីវៈច្បាស់លាស់ទៀតគាត់នឹងជាសសរទ្រូងសម្រាប់យើងដើម្បីឲ្យយើងទៅនិយាយទៅជជែកគ្នាមកគាត់ថាតើអានេះវាមិនបាច់អ្នកឯងមើលទៅគិតមិនដែរតើអាចទៅរួចអត់កន្លែងហ្នឹងអីអញ្ចឹងណាជួយមានការបើកជជែកពិភាក្សាគ្នាចាអញ្ចឹងទៅធ្វើឲ្យយើងបងអត់ចូលចិត្តនៅតែម្នាក់ឯងទេចាបងចូលចិត្តទៅជួបអ្នកនេះអ្នកនោះអញ្ចឹងសូម្បីតែពេលសរសេររឿងក៏បងអត់ keep តែខ្លួនឯងដែរជួនកាលទៅបងផ្ញើទៅអ្នកនេះមើលហើយតែគេថាគេគិតមិនអីអញ្ចឹងណា
ក៏ទទួលយកគំនិតរបស់គេហ្នឹងមកគិតពិចារណាថាតើវាស័ក្តិសមជាមួយនឹងសាច់រឿងហ្នឹងអត់ អូជួនកាលទៅគេឲ្យមកថាអូអានេះមែនអានេះយើងខ្វះខាតអញ្ចឹងមែន ចាបងចាបើគិតទៅពួកយើងទាំងអស់គ្នាទម្រាំតែដូចថាមានទំនុកចិត្តមកអង្គុយនៅកន្លែងណាមួយដើម្បីចែករំលែកខ្ញុំគិតថាមានការសង្ស័យចំពោះខ្លួនឯងច្រើនណាមាន សូម្បីតែខ្ញុំឥឡូវកំពុងនិយាយជាមួយបងខ្ញុំកំពុងតែសង្ស័យថាសំណួរហ្នឹងសួរទៅហ្នឹងអ្នកស្ដាប់ហើយហ្នឹងគាត់នឹងពិតជាទទួលបានមេរៀនដ៏ពិសេសដែលបងចង់ចែករំលែកឲ្យមែនឬអត់ ហ្នឹងហើយ ចាពីព្រោះពេលដែលខ្ញុំស្ដាប់បងខ្ញុំយល់ថាវ៉ាវអឺខ្ញុំអាចរៀនសូត្រតាមរយៈបងពីការផលិតខ្សែភាពយន្តពីការរៀបចំពីការផលិតរឿងដែលប្រកបទៅដោយគុណតម្លៃសម្រាប់សង្គមសម្រាប់អ្នកទស្សនារបស់យើងឬក៏ដើម្បីអាចផ្លាស់ប្ដូរចំណុចណាមួយដែលយើងគិតថាអវិជ្ជមានតូចៗហ្នឹងណាដើម្បីជះឥទ្ធិពលល្អទៅលើរឿងធំមួយដែលយើងត្រូវការពេលវេលាច្រើនអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមសង្ស័យថាអ្នកទស្សនាហ្នឹងទទួលបានសារហ្នឹងឬអត់អញ្ចឹងបងប្អូនក៏មានសំណួរទៅបងបន្តទៀតដែរថាតាមរយៈការផលិតរឿងនេះដែរតើមានគណៈពេលណាមួយដែលបងគិតថាវាជាកាដូដ៏ធំសម្រាប់ជីវិតរបស់បងអត់? កាដូដ៏ធំសម្រាប់ជីវិតបងនៅពេលដែលយើងអាចយកសាច់រឿងរបស់យើងទៅជួបផលិតករហើយគេឆ្លើយថា Yes គេនឹងចូលរួមផលិតគេឃើញពីសារៈប្រយោជន៍របស់វាហើយគេមានចក្ខុវិស័យដូចយើងអាហ្នឹងវាជាកាដូដ៏ធំបំផុតសម្រាប់បងពេលហ្នឹងវាដូចថាវាជាការវាយតម្លៃនៅលើការងារយើងមួយវាជាការផ្ដល់តម្លៃនៅក្នុងការងារដែលយើងប្រឹងប្រែងកន្លងមកដើម្បីហើយយើងចេញជាលទ្ធផលហើយយកទៅឲ្យគេមើលហ្នឹងហើយតែគេឆ្លើយថាយល់ព្រមនៅក្នុងការផលិតកុនរបស់យើងហ្នឹងអាហ្នឹងវាជាកាដូដ៏ធំបំផុតសម្រាប់បង ចាបងអូខ្ញុំគិតថាអឺប្រហែលជាមានពេលមួយព្រោះមិញបងលើកឡើងថាបងនឹងផ្ញើរឿងឲ្យខ្ញុំមើល ខ្ញុំគិតថាពេលហ្នឹងក៏ជាកាដូដ៏ធំមួយសម្រាប់ខ្ញុំដែរខ្ញុំគិតថាប្រហែលជាមើលទន្ទឹមនឹងការហូរទឹកភ្នែកមកនៅពេលមើលភាពយន្តរបស់បងហ្នឹងគឺជារឿងមួយដែលរំភើបដែរបានទស្សនាសាច់រឿងមួយដែលល្អចាបងចាបងក៏មានសំណួរសួរទៅបងបន្តទៀតដែរថាតាមរយៈដែលយើងធ្វើការសហការជាមួយនឹងអឺតួសម្ដែងនិងក្រុមផលិតភាពយន្តទាំងអស់គ្នាហ្នឹងតើបងគិតថាវាផ្ដល់ជាចក្ខុវិស័យបែបណាចំពោះជីវិតរបស់បងផ្ទាល់? អឺ ធម្មតាពេលដែលបងចង់ផលិតភាពយន្តដំបូងបងគិតថាខ្ញុំផលិតភាពយន្តនេះចេញទៅនឹងចេញជាបែបនេះហើយតែតាមរយៈការផលិតជាក់ស្ដែងជួបជាមួយតួផងជួបជាមួយក្រុមការងារយើងបានធ្វើការសហការគ្នាទៅតើវាបានផ្លាស់ប្ដូរចក្ខុវិស័យនៅក្នុងជីវិតរបស់បងនឹងយ៉ាងម៉េចខ្លះដែរបង? ពីរឿងមួយទៅរឿងមួយសុទ្ធតែបរៀនយើងអឺជួនកាលមិនមែនថារឿងដែលយើងធ្វើខ្លួនឯងទេជួនកាលទៅមើលរឿងអ្នកដទៃហ្នឹងក៏វាមានការផ្លាស់ប្ដូរជីវិតយើងដែរការគិតរបស់យើងការប្រព្រឹត្តរបស់យើងជួនកាលទៅគឺផ្ដល់ជាកលឹះមួយនៃដូចថាស្គាល់ពីគុណតម្លៃរបស់គ្រួសារស្គាល់ពីអីអញ្ចឹងណាកាន់ដូចថាអូពេលដែលយើងធ្វើអញ្ចេះពេលដែលយើងមានកាយវិការអញ្ចេះវានឹងជំរុញទៅជាបែបណាទៅវាធ្វើឲ្យយើងមានការត្រៀមខ្លួនមានការគិតអាហ្នឹងគេហៅថាការផ្លាស់ប្ដូរហ្នឹងហើយអញ្ចឹងយើងអាចមើលរឿងនៅក្នុងនាមយើងជាអ្នកដឹកនាំរឿងឬក៏អ្នកតែងនិពន្ធហ្នឹងយើងអាចទៅមើលរឿងច្រើនរឿងខ្លះផ្ដល់មកជារូបភាព technique មួយដែលយើងរៀនដើម្បីធ្វើសាច់រឿងដែលមានលក្ខណៈប្រហាក់ប្រហែលឬក៏ technique ដែលយើងត្រូវការប្រើប្រាស់សម្រាប់អនាគតរបស់យើងហើយមួយទៀតហ្នឹងគឺការផ្ដល់ការផ្លាស់ប្ដូរសម្រាប់ផ្លូវចិត្តរបស់យើងការតស៊ូការព្យាយាមនិយាយទៅការព្យាយាមពុះពៀឆ្លងកាត់ឧបសគ្គផ្សេងៗទៀតហ្នឹងដើម្បីឲ្យយើងឆ្លងផុតទៅពីមួយទៅមួយហ្នឹងតើវាចង់តែថាហើយមួយទៀតហ្នឹងគឺបង្ហាញពីបរិបទនៅក្នុងសង្គមរបស់យើងដើម្បីធ្វើឲ្យយើងនឹងយល់ដឹងបានច្រើនថាគេនៅណាយើងនៅណាគេដើរដល់ណាហើយយើងនៅត្រឹមណាហើយតើយើងអាចបន្តអីទៀតអីអញ្ចឹងណាចាបងចាហ្នឹងសិតតែនេះហើយការធ្វើការជាមួយនឹងតួសម្ដែងអញ្ចឹងដែរបងនិយាយទៅការផលិតកុនសម្រាប់បងនៅគ្រប់គេហៅថា department ទាំងអស់គឺសុទ្ធតែមានគុណតម្លៃរបស់គាត់
ក្រុមការងារទាំងអស់រាប់តាំងពីបងអ្នកដឹកជញ្ជូនក្រុមការងារដឹកសម្ភារៈរហូតទៅដល់ណានៃអីក៏ដោយសុទ្ធតែជាសិល្បករទាំងអស់ដូច្នេះការធ្វើការជាមួយគាត់ហ្នឹងគឺយើងទាមទារឲ្យដូចថាការយល់ចិត្តគ្នាហើយអ្វីដែលយើងក្នុងនាមយើងជាអ្នកតែងនិពន្ធនេះហ្នឹងគឺយើងត្រូវតែច្បាស់ប្រកបក្នុងចិត្តរបស់យើងតែយើងធ្វើការច្រើនជាងចង់និយាយថាត្រៀមពីមុនច្រើនចាជួនកាលច្រើនខែច្រើនឆ្នាំទៀតមុននឹងយើងយកទៅពីព្រោះយើងអាចយកគេឈ្មោះរបស់គាត់ឬក៏អីទៅបោះបង់ចោលនៅក្នុងកុនរបស់យើងបានទេពីព្រោះកុននៅពេលដែលយើងផលិតកុនមួយនឹងវាមានរយៈពេលរាប់រយរាប់ពាន់ឆ្នាំទោះជាយើងស្លាប់ទៅក៏ដោយតែស្នាដៃរបស់យើងនៅមានអញ្ចឹងណាចាបង អញ្ចឹងមិនមែនតែត្រឹមជាអ្នកដឹកនាំរឿងឬក៏អ្នកសរសេរឬក៏ត្រឹមតែតួទេគ្រប់ក្រុមការងារទាំងអស់គឺឈ្មោះរបស់គាត់នឹងនៅអឺចងចាំនឹងនៅតែផ្ដិតជាប់នៅក្នុងកុនរបស់យើងនឹងដូច្នេះអាហ្នឹងឯងវាបង្រៀនឲ្យយើងនឹងធ្វើការដោយប្រុងប្រយ័ត្នបំផុតធ្វើការដោយគោរពចាប់គ្រប់ការគ្រប់ក្រុមការងារគ្រប់ការកែច្នៃរបស់គាត់គំនិតរបស់គាត់ពីព្រោះយើងអត់ចង់ឲ្យបរាជ័យព្រោះអាហ្នឹងវាតាក់ទងទៅដូចថាយើងវិចស្ពាយណាស្ពាយមួយប៉ុន្តែនៅពេលដែលការងាររបស់យើងវាធ្វើការទៅដោយរលូនវាធ្វើការទៅដោយមិត្តភាពសាមគ្គីភាពអាហ្នឹងវាជាអីដែលសម្រាប់បងវាជាគុណតម្លៃនៅក្នុងការផលិតភាពយន្ត ចាបងអរគុណច្រើនបងស្ដាប់ឡើងជក់ចិត្តតែម្ដង ចចាង់សម្រាប់បងតើបងមានជាសារអ្វីទៅកាន់អ្នកដែលគាត់មានក្តីស្រមៃដូចជាបងតែនិពន្ធផលិតភាពយន្តមិនថាខ្នាតវែងខ្នាតខ្លីទេតើបងគិតថាមានសារអ្វីដែលពួកគាត់គួរតែទទួលបានពីបងដែរបងថាបើសិនជាសារផ្ដល់ដូចជាគំនិតឲ្យគេនេះហ្នឹងខ្លួនឯងហ្នឹងក៏កំពុងតែបន្តរៀនដែររៀនពីពិភពផលិតភាពយន្តហ្នឹងតើវាមានវិសាលភាពប៉ុណ្ណាហើយគំនិតកែច្នៃហ្នឹងវាគួរតែអភិវឌ្ឍខ្លួនឯងហ្នឹងបែបណាបន្តទៀតអញ្ចឹងណាអញ្ចឹងថាតើជាសារអីសំខាន់ខ្ញុំសម្រាប់ខ្លួនបងផ្ទាល់ហ្នឹងគឺគ្រាន់តែគិតថាបើសិនជាយើងមានឱកាសបានធ្វើការនៅក្នុងវិស័យភាពយន្តហ្នឹងឬក៏យើងដាក់ចិត្តដាក់កាយនៅក្នុងវិស័យភាពយន្តហ្នឹងហើយគឺការគោរពសីលធម៌វិជ្ជាជីវៈរបស់យើងនៅក្នុងនាមយើងជាផ្នែកមួយនៃការអឺចង់និយាយថានៃការចូលរួមហើយនឹងការកែប្រែនៅក្នុងឧស្សាហកម្មភាពយន្តយើងនេះដើម្បីឲ្យប្រសើរដូច្នេះមានតែការគោរពនិងឲ្យតម្លៃទៅលើវិជ្ជាជីវៈរបស់ខ្លួនយើងហើយនិងវិជ្ជាជីវៈរបស់អ្នកដទៃហើយបើសិនជាជាស្ត្រីទៀតដែលធ្វើការនៅក្នុងវិស័យភាពយន្តនេះដែលយើងជួនកាលយើងត្រូវធ្វើការពេលយប់យើងត្រូវធ្វើការចុះខែចុះអីចឹងអានឹងវាគឺជាចង់និយាយថាវាជាសំណួរមួយដែលយើងតែងតែសួរដែលយើងតែងតែបារម្ភតែសម្រាប់បងនៅតែឈរនៅលើគេហៅថាជំនាញយើងហើយនឹងការកំណត់គុណតម្លៃឲ្យយើងខ្លួនយើងហើយនឹងក្រុមការងារយើងហើយនឹងការគោរពជាទូទៅនៅក្នុងការងាររបស់យើងរៀងៗខ្លួនហ្នឹងអាហ្នឹងវាធ្វើឲ្យយើងវាការពារសុខសុវត្ថិភាពរបស់យើងរហូតតែហើយហ្នឹងវាបើជាស្ត្រីវិញគឺត្រូវការនឹងខ្លាំងគុណប្រហែលជាគុណជា2ព្រោះជំនះខ្លួនឯងជំនះជាមួយក្រុមគ្រួសារហើយជំនះជាមួយនឹងសង្គមទៀតចាពីបងព្រោះយើងត្រូវទៅធ្វើការចុះ field អញ្ចឹងកាលណាក៏យើងចុះទៅខេត្តអញ្ចឹងតែងតែមានការបារម្ភឬក៏អីដែលកើតឡើងចំពោះខ្លួនយើងហើយអញ្ចឹងយើងត្រូវតែត្រៀមខ្លួនហើយត្រៀមខ្លួនហ្នឹងគឺត្រូវតែធ្វើឲ្យគុណជា2ជា3ចាបងអញ្ចឹងចាវារៀងលំបាកក៏ប៉ុន្តែបងនៅតែជំរុញលើកទឹកចិត្តពីព្រោះនៅពេលដែលយើងឈានទៅដល់ដូចថាដល់ចាប់ផ្ដើមចាប់ក្តីសុបិនរបស់យើងចាប់ផ្ដើមរស់នៅជាមួយវាយើងចាប់ផ្ដើមពេញចិត្តហើយយើងនឹងឃើញគុណតម្លៃរបស់វាកាន់តែខ្លាំងចានេះជាសំណួរចុងក្រោយរបស់ប្អូនហើយប្អូនជឿថាអ្នកដែលកំពុងទស្សនាហ្នឹងក៏គាត់ចង់ដឹងពីព័ត៌មានមួយហ្នឹងដែរចង់ដឹងថារឿងដែលបងបានផលិតហ្នឹងជាពិសេសរឿងទាំង3ហ្នឹងតែម្ដងហ្នឹងតើបងនឹងមានចាក់បញ្ចាំងនៅតាមទូរទស្សន៍នៅតាមរោងភាពយន្តឬក៏នៅលើបណ្ដាញសង្គមអីដែរទេបងអឺរឿងទាំង3ហ្នឹងគឺនៅស្ថិតនៅក្នុងក្រោមច្បាប់ការពារសិទ្ធិបញ្ញានៅឡើយអញ្ចឹងយើងអត់ទាន់ចាក់ទៅក្នុងដូចថានៅក្នុងប្រព័ន្ធ YouTube អីទេហើយវាជាការសោកស្ដាយមួយដែរដោយសារនៅក្នុង
ទូរទស្សន៍របស់យើងហ្នឹងគឺយើងអត់ទាន់មានខាងទូរទស្សន៍ណាដែលគាត់ដូចថាគាត់ទៅប្រចាំងកុនខ្លីបែបហ្នឹងណានៅគេមានគេទិញយកគេដូចថាគេទិញសិតអញ្ចឹងទៅដើម្បីយកទៅប្រចាំងតែនៅយើងអត់ទាន់មានទេហើយបើសិនជាខាងទូរទស្សន៍គាត់ឃើញគាត់គិតថាគាត់នឹងអាចធ្វើបានដែរខ្ញុំគិតថាវាជាការបើកឱកាសមួយសម្រាប់ឲ្យផលិតកររបស់យើងជាពិសេសយុវជនរបស់យើងដែលមានគំនិតច្នៃប្រឌិតនៅក្នុងវិស័យនេះបានបង្កើតកាន់តែច្រើនហើយវាជាការបង្កើតឱកាសហើយនឹងក៏វាជាការពង្រឹងសមត្ថភាពរបស់យើងសម្រាប់អនាគតយើងដែរ ចាបងចាអរគុណច្រើនមែនទែនបងហើយខ្ញុំសង្ឃឹមថានៅពេលដែលរឿងហ្នឹងអាចចាក់បញ្ចាំងបានគឺខ្ញុំនឹងទៅមើលមុនគេជាអ្នកគ្រប់គ្រងមុនគេតែម្ដងចាអរគុណច្រើនបងសម្រាប់ការចែករំលែកនៅក្នុងថ្ងៃនេះហើយខ្ញុំផ្ទាល់ក៏ដូចជាអ្នកទស្សនាជឿថាពួកយើងទទួលបានបទពិសោធន៍និងរៀនសូត្រច្រើនពីអ្វីដែលបងចែករំលែកចាអរគុណច្រើនចាអរគុណមែនទែនបងអញ្ចឹងចាទីបងមែនទែនទទួលបានអីដែលថ្មីចាឥឡូវនេះនាងខ្ញុំមុននឹងបញ្ចប់កម្មវិធីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលកំពុងទស្សនាកម្មវិធីរបស់យើងហើយនៅតែអរគុណម្ដងទៀតសម្រាប់បងដែលបងចំណាយពេលវេលាដ៏មានតម្លៃដ៏មមាញឹករបស់បងមកចែករំលែកជាមួយពួកយើងហើយនេះជាឱកាសមួយដែលពួកយើងបានរៀនសូត្រច្រើនមែនទែនពីព្រោះថានេះជាលើកដំបូងហើយដែលយើងទទួលអ្នកដឹកនាំរឿងអ្នកនិពន្ធរឿងមកជជែកចែករំលែកជាមួយយើងចាអញ្ចឹងនៅក្នុងគណៈនេះនាងខ្ញុំសោភានិងបងស្រីចាអរគុណច្រើនអូនអរគុណដល់ក្លេអរគុណដល់ក្រុមការងារទាំងអស់ដែលបានទទួលឲ្យខ្ញុំមានវត្តមាននៅក្នុងថ្ងៃនេះហើយអរគុណដល់ទស្សនិកជនដែលខំតាមស្ដាប់តាំងពីដើមរហូតដល់ចប់ចាហើយសង្ឃឹមថានឹងជួបក្លេជាមួយនឹងគំនិតហើយនឹងការបំផុសគំនិតផ្សេងៗដែលមានសារៈសំខាន់សម្រាប់សង្គមរបស់យើងជាបន្តទៀតនៅថ្ងៃក្រោយៗទៀតអរគុណច្រើនចាអរគុណអូនជំរាបលាទាំងអស់គ្នាចា